សម្រាប់អូនៗដែលចង់ធ្វើការប្រើប្រាស់កុំធនាគារឬក៏គណនីដែលយើងអាចធ្វើការទូទាត់តាម QR code ឬក៏ QR ឥឡូវនេះគឺងាយយើងគ្រាន់តែមានតាកាតសិស្សដែលយើងអាច download កម្មវិធីបាគង Junior ឬក៏បាគង U1 នៅក្នុង App Store ឬក៏ Play Store អញ្ចឹងយើងចូលទៅកាន់ Play Store ហើយយើងវាយពាក្យថាបាគង Junior អញ្ចឹងយើងមានតាលេខទូរស័ព្ទហើយយើងមានកាតសិស្សគឺយើងអាច confirm បង្កើតគណនីបានដោយងាយហើយសម្រាប់គណនីបាគង U1 នេះគឺពេលដែលយើង register ហើយយើងតម្រូវឲ្យ verify upload ជាកាតសិស្សហើយនឹងផ្ទៀងផ្ទាត់ជាមួយនឹងថតរូបអញ្ចឹងបងប្អូនអាចរងចាំប្រហែលជាមួយថ្ងៃដើម្បី approve សិនអញ្ចឹងនៅពេលដែលគណនីនឹង approve ហើយគឺយើងអាចផ្ទេរប្រាក់ទទួលសាច់ប្រាក់អីតាម QR code អីបានធម្មតាដោយគណនីទូទៅសម្រាប់ limit គឺយើង maximum limit គឺទំហំសាច់ប្រាក់មួយថ្ងៃគឺ 10,000 រៀលក្នុងការចាយនិងទទួល